សួស្តីពុកម៉ែបងប្អូនខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយបងប្អូនគឺខ្យងផឹកដោះគោឬក៏គេហៅថាខ្យងអប់ទឹកដោះគោឥឡូវយើងទៅធ្វើជាមួយខ្ញុំបាទបងប្អូនជាដំបូងយើងទៅរកទិញខ្យងគេសិននេះគឺខ្យងបឹងបងប្អូនខ្យងបឹងខ្ញុំទៅទិញខ្យងបឹងគេសិនឥឡូវខ្ញុំទិញ2គីឡូឥឡូវយើងមកដល់ផ្ទះហើយតែយើងធ្វើដល់2គីឡូទៅយើងធ្វើត្រឹមតែហូបម្នាក់ឯងឥឡូវជាដំបូងយើងយកខ្យងមកសម្អាតសិនព្រោះថាខ្យងបឹងអញ្ចឹងវាមានស្លែមានដីអីកាន់ជាប់នឹងសបកអញ្ចឹងយើងត្រូវដោះត្រូវសម្អាតសិនបញ្ជាក់បងប្អូនខ្យងនេះគឺខ្ញុំបន្ទាប់ពីខ្ញុំទិញមកខ្ញុំត្រាំទុកមួយយប់ហើយឥឡូវយើងលាងសម្អាតរួចហើយឥឡូវយើងមកណែនាំគ្រឿងផ្សំមានគល់ស្លឹកគ្រៃមានស្លឹកក្រូចសើចមានរំដេងមានខ្ទឹមសឥឡូវយើងចាក់ទឹកដោះគោចូលទឹកដោះគោស្រស់ដើម្បីឲ្យខ្យងយើងកត់ផឹកដោះគោសិនហើយយើងទុកត្រាំរយៈពេល20នាទីបងប្អូនឥឡូវយើងមកធ្វើទឹកត្រីកោះកុងហើយយើងទុកឲ្យខ្យងយើងញ៉ាំដោះគោសិនឥឡូវយើងធ្វើទឹកត្រីកោះកុងមានម្ទេសមានប៊ីចេងស្ករសអំបិលខ្ទឹមសឥឡូវយើងបុកសិនបងប្អូននេះគេហៅថាទឹកត្រីកោះកុងប៉ុន្តែមិនមែនធ្វើនៅកោះកុងទេគឺធ្វើនៅភ្នំពេញអញ្ចឹងយើងបុកឲ្យម៉ត់មកឥឡូវម៉ត់ហើយយើងដួសដាក់ក្នុងចានបន្ទាប់មកយើងដាក់ក្រូចឆ្មាចូលច្បាច់ក្រូចឆ្មាបន្ទាប់ពីយើងធ្វើទឹកត្រីហើយខ្យងយើងបានប្រហែលរយៈពេល20នាទីហើយខ្ញុំកាត់ខ្លះអញ្ចឹងយើងមកដាក់ស្ងោរអញ្ចឹងយើងដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងខ្ទឹមសហ្នឹងយើងដាក់ពីបាតក្រោមបន្ទាប់មកយើងចាក់ខ្យងយើងដែលយើងត្រាំជាមួយទឹកដោះគោឥឡូវយើងដាក់ស្ងោរហើយអញ្ចឹងយើងគ្របទុករយៈពេល20ទៅ30នាទីដើម្បីឲ្យខ្យងយើងផុយល្អឥឡូវឃើញថាពុះហើយអញ្ចឹងយើងបើកហើយយើងកូរយើងត្រឡប់ឥឡូវចិត្តឆ្អិនហើយបងប្អូនងាយមុខម្ហូបមួយមុខនេះងាយតែមានរសជាតិឆ្ងាញ់ឥឡូវឆ្អិនហើយឥឡូវខ្យងយើងឆ្អិនហើយអញ្ចឹងយើងបិទភ្លើងយើងមកដួសដាក់ចានសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានបើពេញចិត្តសូមជួយចុច Subscribe ក្នុងវីដេអូនេះផងអរគុណ